លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃនេះអះអាងថាលោករកមុខឃើញអ្នកនៅពីក្រោយក្រុមបាតដៃទី3ហើយនោះគឺជាអនុប្រធានទី1នៃរដ្ឋសភានិងជាអនុប្រធានគណៈបកសង្គ្រោះជាតិស្របពេលនោះលោកក៏ប្រកាសថានឹងស្នើឲ្យចាត់វិធានការផ្លូវច្បាប់ជុំវិញករណីនេះក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិបដិសេធចំពោះការចោទប្រកាន់នេះថាជារឿងមិនពិតសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះរបស់លោកហ៊ុំចម្រើនលោកហ៊ុនសែនថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ58នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី18មីនាថាលោកកឹមសុខាជាអ្នកប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលនៃគណៈបកប្រជាជនកម្ពុជានាពេលកន្លងទៅតែមិនបានសម្រេចលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាលោកកឹមសុខាបានសារភាពទៅកាន់ប្រជាពលរដ្ឋនៅទីក្រុងឡុងបិចនៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី13មីនាថាខ្លួនជាអ្នកនៅពីក្រោយខ្នងនៃគម្រោងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាប៉ុន្តែបរាជ័យហើយលោកបានសុំទោសប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកនោះលោកហ៊ុនសែនប្រៀបប្រដូចអនុប្រធានគណៈបកប្រឆាំងទៅនឹងមេចៅហើយថាមេចៅបានសារភាពបែបនេះទៅហើយតើគួរចាត់វិធានការតាមផ្លូវច្បាប់បែបណាទៅអាតាមដៃទី3ក៏មានអាតាមដៃទី2ផ្សេងនឹងបានសារភាពនៅលើឡុងបិចហើយគិតយ៉ាងម៉េចការខលខាតប្រមាណហើយប្រមាណស្លាប់រូបស្លាប់អីមេប្រោនៅក្នុងកាគេបានសារភាពខ្លួនគេមិនចាំបាច់ណាទេហើយគុំថាទៅនិយាយអាមេរិកលាក់នៅតែបានគេក៏ហោះតាម Facebook ពេញទាំងអស់ហើយដល់តែមិនថាអាដាមសំរងទីលើកជាមួយខ្ញុំក្រោយបោះឆ្នោតអាប្រេះយូធ្វើទៅវារៀងថាមានទេរឿងតឡាការຕົកឲ្យតឡាការរឿងខ្ញុំគឺខ្ញុំកុំដល់ទីទៀតអ្នកណាជាប់គុកគឺនៅបន្តគុកមកទៅឆ្លើយតបនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះមន្ត្រីនាំពាក្យគណៈបកសង្គ្រោះជាតិលោកយ៉ែមពញ្ញរិទ្ធមានប្រសាសន៍បញ្ជាក់ថាកន្លងមកថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិពុំបាននិយាយចង់ព្រួលរំលំរដ្ឋាភិបាលស្របច្បាប់នោះឡើយលោកថានៅក្នុងករណីនេះលោកហ៊ុនសែនចង់ឲ្យមហាជនយល់ច្រឡំទៅវិញទេខ្ញុំយល់ឃើញថាក្រែងលោការអ្នកដែលស្ដាប់យកទៅបំភ្លៃបន្ថែមយ៉ាងម៉េចក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ម្ដងទៀតទាំងអាដាមសំរងស៊ីទាំងអាដាមកឹមសុខាយើងកំណត់ក្នុងនាមគណៈបក្សសង្គ្រោះជាតិយកគោលការណ៍មួយហៅថាការផ្លាស់ប្ដូរដោយសន្តិវិធីនៃអហិង្សាតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នោះជាពាក្យអ្វីដែលគណៈដឹកនាំសង្គ្រោះជាតិតែងតែនិយាយដែរអ្នកស្រាវជ្រាវសង្គមលោកបណ្ឌិតកែមលីមានប្រសាសន៍ថាការឌឺដងដាក់គ្នាទៅវិញទៅមកនៃថ្នាក់ដឹកនាំគណៈបកជាប់ឆ្នោតទាំងពីរនេះគ្រាន់តែជាការនិយាយលាបពណ៌ដាក់គ្នាប៉ុណ្ណោះហើយការនិយាយឌឺដងដាក់គ្នានេះបានคล้ายទៅជាវប្បធម៌របស់អ្នកនយោបាយរបស់ខ្មែរទៅហើយរដ្ឋាភិបាលឬក៏សង្គមប្រជាធិបតេយ្យមិនប្រកាន់នៅការប្រើប្រាស់ពាក្យពេចន៍ទេសំខាន់គឺទង្វើទៅវិញទេដែលអាចយកមកធ្វើការចោទប្រកាន់ហើយការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគម្រាមកំហែងការចាប់ខ្លួនការចោទប្រកាន់នេះគឺជាវប្បធម៌មិនល្អទេគួរតែបោះបង់ចោលនៅក្នុងទីលានប្រកួតប្រជែងដោយសន្តិវិធីនៅក្នុងប្រជាធិបតេយ្យបាទនៅមុននឹងក្រោយបោះឆ្នោតសភាតំណាងរាស្ត្រនីតិកាលទី5នាពេលកន្លងទៅគណៈបកប្រឆាំងតែងប្រើពាក្យថាដូទៅដល់សាធារណជនទូទៅគឺមានន័យថាដូមេដឹកនាំចាស់ចេញដាក់មេដឹកនាំថ្មីជំនួសតាមរយៈការបោះឆ្នោតដោយស្របច្បាប់ប៉ុន្តែមិនបានសម្រេចនៅឡើយក្រោយមកគណៈបកនេះចង់ឲ្យមានការបោះឆ្នោតឡើងវិញដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោតនិងទាមទារឲ្យកែតម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតឲ្យបានល្អធ្វើយ៉ាងណាដើម្បីឲ្យអ្នកឈ្នះឈ្នះដោយយុត្តិធម៌និងអ្នកចាញ់ចាញ់ដោយអស់ចិត្តខ្ញុំហ៊ុំចម្រើនវិទ្យុ RCC ពីខេត្តបន្ទាយមានជ័យ